មកខមមិនច្រាញ់ខ្ញុំហ្នឹងនាងមានដឹងថាខ្ញុំជាអ្នកណាទេហ៎កុំតែខ្លាចបាក់កញ្ចក់ទេកុំអីបោចសក់នាងឯងគ្មានឲ្យសល់ពីតសៃទេប្រាប់ឲ្យហើយតាខ្ញុំអត់សូវចូលចិត្តចាឯងទ្រាំមិនបានក៏ខមមិនបែបហ្នឹងទៅចោះចែមិនតបតាមខមមិនវិញទៅចាំបាច់អីដល់ថ្នាក់មកគម្រាមវាយខ្ញុំហ៎បើលោកផ្ទះកំភ្លៀងតាមខមមិនបានណាខ្ញុំវាធ្វើយូរហើយខ្ញុំនឹងថតបង្ហោះឲ្យពិភពលោកបានដឹងថានាងហ្នឹងជាអ្នកច្រាញ់ខ្ញុំតើខមមិនគេទៅផ្ទះនាងហួយត្រូវជូនខ្ញុំទៅផ្ទះម្នាក់ទៀតដែលវាខមមិនថាខ្ញុំស្អាតដោយសារអេឌីតពិតមែនណាចាយទោះបីជាវាជាពាក្យពិតក៏ដោយទៅខមមិនបែបហ្នឹងធ្វើស្អីនាំតែចាយបាក់ទឹកចិត្តធ្វើម៉េចមកចាយកើតមកដូចកពើអញ្ចឹងនោះណានាងហួយឡប់ទេអីមិននិយាយប្រអាប់ខ្ញុំហ្នឹងខ្ញុំណាអ្នកណានិយាយនៅខាងក្រៅខ្ញុំអត់ក្តៅក្រហាយទេតែអ្នកណាខមមិនមិនល្អពីខ្ញុំណាខ្ញុំត្រូវតែប្រលះដល់មុខផ្ទះប្រាប់ឲ្យហើយដាក់តែចាយខ្ញុំគាំទ្របើវាយឲ្យបាក់ថ្មិញទៀតកាន់តែល្អព្រោះថ្មិញចាយដាក់ដែកមិនងាយគេវាយបាក់ទេល្អណាស់នាងហួយចេះយល់ចិត្តគាំទ្រខ្ញុំគ្រប់កលៈទេសៈបែបនេះណាខ្ញុំសប្បាយចិត្តណាស់មានដៃស្ដាំចាំគាំទ្រខ្ញុំទៅដើរឆ្លោះគ្នាដល់ទីកន្លែងណាក៏ត្រូវតែយកឯងទៅជាមួយដែរត្រូវចាំណាក៏ហួយអ្នកណាខមមិនច្រាញ់ខ្ញុំនឹងតរករឿងដល់មុខផ្ទះទាំងអស់គ្មានឲ្យសល់មួយទេខ្ញុំស្បត់ថាបើខ្ញុំធ្វើមិនបានសូមឲ្យជ្រុះសក់តងោលក្បាលខ្ញុំនឹងផុសបែបហ្នឹងឥឡូវនេះម៉ែណាអើយចាយហើយខ្ញុំក៏ត្រូវតែឆែករកមើលគ្រប់ខមមិនដែរតែសំខាន់ចាយមានបានជ្រាបឲ្យឬនៅថារាល់ការភ្ជាប់គម្រោងឬបន្តគម្រោងកាដូណាមួយចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែមិនិនាឆ្នាំ2026នឹងទទួលបានការបន្ថែមជូននៅទិន្នន័យអ៊ីនធឺណិតចំនួន 50% សម្រាប់ប្រើប្រាស់មិត្តហ្វូន 5G ដែលទិន្នន័យនោះណាសម្រាប់ប្រើប្រាស់តែជាមួយអ៊ីនធឺណិត 5G សម្រាប់ទូរស័ព្ទដែលមានមុខងារគាំទ្រសេវា 5G បានបើកមុខងារនេះនិងស្ថិតក្នុងតំបន់ដែលគ្របដណ្ដប់សេវា 5G ហើយដើម្បីឆែកសូមចុចផ្កាយ1201ត្រង់ជ្រូកមិត្តហ្វូន 5G ផ្លាស់ប្ដូរប័ណ្ណពិសោធន៍ប្រើប្រាស់របស់អ្នកទៅកាន់សម័យថ្មីប័ណ្ណពិសោធន៍ថ្មីល្បឿនលឿនជាងមុនការប្រើប្រាស់កាន់តែងាយស្រួលយ៉ាងម៉េចហើយក៏ហួយមិនក៏ខ្ញុំជ្រុះសក់អត់ឈប់សោះអញ្ចឹងខំដើរជេរគេតាមផ្ទះច្រើនដែរតែមិនក៏អត់គ្រប់អញ្ចឹងក៏ហួយនេះយើងកំពុងតែចាញ់គេឯងមែនទេចាយឯងទៅអត់គ្រប់ផ្ទះដូចពាក្យសម្បត្តិឥឡូវចាញ់សម្បត្តិខ្លួនឯងហើយតាំងពីចាឯងដើរជេរគេតាមផ្ទះមកឥឡូវគេខមមិនកាន់តែច្រើនគ្រាន់តែមកព្រឹកមិញហ្នឹងគេខមមិនជ្រិញឡើង 5000 ខមមិនហើយគេប្តឹងជាង 2000 នេះហើយរឿងចាឯងផុសជេរគេហ្នឹងខ្ញុំគិតថាបើមិនចង់នាំទុកដាក់ខ្លួនទេណាឈប់ទៅរករឿងគេទៅគេខមមិនបើមិនពេញចិត្តយើងអាចលុបបានតើចាំបាច់អីទៅរករឿងគេនាំទៅធ្ងន់ទុកខ្លួនឯងធ្វើស្អីហើយមួយទៀតហ្នឹងរកអ្នកចំណិតរើសមនុស្សផងមនុស្សចឹងឯងដូចនាងខ្ញុំនេះចេះតែបន្តមិនខ្ចីចេះជួយដាស់តឿនគ្នាឥឡូវចាយជ្រុះសក់អស់ហើយខ្ញុំសូមរត់ចោលឡើយកុំយករឿងក្តៅដាក់ខ្លួនច្រើនពេកប្រយ័ត្នចូលដេកយល់សប្តិអាក្រក់